ចាពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងចាប់ផ្ដើមឆែកពីបញ្ហាជីវិតរបស់យើងទាំងអស់គ្នាណាដោយសារអីជីវិតរបស់យើងម្នាក់តើយើងមានអ្វីខ្លះហើយសប្តាហ៍ថ្ងៃនេះមានសុខភាពល្អមានលុយចាយសល់មានសេចក្តីសុខមានសុភមង្គលមានភាពកក់ក្ដៅនិងមានអ្វីជុំវិញខ្លួនល្អប្រសើរបំផុតនៅហើយមានប្តីល្អនៅមានកូនល្អនៅនិងមានអ្វីគ្រប់យ៉ាងដែលតាមចិត្តប្រាថ្នារបស់យើងហើយឬនៅអញ្ចឹងសូមឲ្យពុកម៉ែបងប្អូននិងបងប្អូនរួមលោកទាំងអស់គ្នាចាប់ផ្ដើមណាចាប់ផ្ដើមយកប៊ិចនិងសិភៅហើយមើលវីដេអូនេះពីដើមដល់ចប់បើមិនជាពុកម៉ែបងប្អូនទាំងអស់គ្នាគិតថាមានរឿងល្អគ្រប់យ៉ាងចូលក្នុងជីវិតហើយមិនបាច់មើលវីដេអូនេះទេអាចអស់រំលងបានណាដោយសារអីពុកម៉ែបងប្អូនទាំងអស់គ្នាសប្តាហ៍ថ្ងៃរវល់នឹងការងាររកស៊ីរវល់សពបែបសពយ៉ាងទាំងអស់បើកភ្នែកឡើងគឺមានការងារធ្វើបើកភ្នែកឡើងគឺយើងអត់មានគិតអីគឺសម្រុកតែការងារយើងដដែលតើការងារដដែលរបស់យើងនេះវាមានលក្ខណៈពិសេសសល់លុយដាច់ខែសល់លុយពិសេសកូនល្អនៅមានប្តីល្អនៅមានសុខភាពល្អនៅមានមុខរបរដែលយើងល្អនៅដែលយើងប្រាថ្នាថាមុខរបរដែលយើងរកលុយបានហើយមានអ្វីជុំវិញខ្លួននេះមានផ្ទះសម្បែងល្អនៅមានឡានទំនើបល្អនៅមានបោះប្រើប្រាស់ល្អនៅតាមក្តីប្រាថ្នាតាមការគិតរបស់យើងអស់ល្អនៅអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនមើលคลิปវីដេអូនេះណាមើលហើយមើលទៀតដើម្បីដាស់តឿនខ្លួនឯងថាតើសប្តាហ៍ថ្ងៃនេះខ្ញុំមានអ្វីគ្រប់យ៉ាងហើយឬនៅបើពុកម៉ែបងប្អូនទាំងអស់គ្នាមិនទាន់មានទេសូមគ្រីសអក្សរហើយអាចខមមិនខាងក្រោមវីដេអូបានណាខមមិនថាខ្ញុំមាននេះខ្ញុំនៅខ្វះនេះខ្ញុំមាននេះនៅខ្វះនេះបន្តទៀតដើម្បីខ្ញុំចែករំលែកបន្តរហូតដល់ចុងបញ្ចប់គ្រប់វីដេអូទាំងអស់ដើម្បីតាមតម្រូវការរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចង់បានអ្វីតាមក្តីប្រាថ្នាតើខ្ញុំសប្តាហ៍ថ្ងៃឆែកមើលមានសុខភាពហើយឬនៅតើសប្តាហ៍ថ្ងៃខ្ញុំមានលុយសល់ហើយឬនៅតើសប្តាហ៍ថ្ងៃខ្ញុំមានកូនល្អហើយឬនៅតើសប្តាហ៍ថ្ងៃខ្ញុំមានប្តីល្អហើយឬនៅតើសប្តាហ៍ថ្ងៃខ្ញុំមានប្រពន្ធល្អហើយឬនៅតើសប្តាហ៍ថ្ងៃនេះខ្ញុំមានផ្ទះដែលតម្រូវតាមពេញចិត្តរបស់ខ្ញុំហើយឬនៅតើសប្តាហ៍ថ្ងៃនេះខ្ញុំមានឡានទំនើបល្អហើយឬនៅតើសប្តាហ៍ថ្ងៃនេះខ្ញុំមានម៉ូតូឬមួយក៏មានអ្នកចិត្តខាងល្អហើយឬនៅឬមួយក៏យើងមានបងប្អូនរូបលោកអ្នកក្បែរខ្លួនរបស់យើងល្អហើយឬនៅមានមិត្តភ័ក្តិល្អហើយឬនៅមានបងប្អូនសាច់ញាតិម្ដាយក្មេកឪពុកក្មេកឬមួយក៏បងថ្លៃប្អូនថ្លៃល្អហើយឬនៅមានម៉ែបង្កើតបងប្អូនសាច់ញាតិរបស់យើងបង្កើតល្អហើយឬនៅនឹងមានបងប្អូនភូមិផងរបងជាប់គ្នាល្អហើយឬនៅអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនងាកមកគិតណាគិតសារជាថ្មីឆែកសុខភាពផ្លូវចិត្តរបស់យើងសារជាថ្មីឆែកការគិតរបស់យើងនេះសារជាថ្មីឆែកមាត់និយាយរបស់យើងនេះសារជាថ្មីយកប៊ិចនិងសិភៅមកសរសេរតើមានអ្វីខ្លះសប្តាហ៍ថ្ងៃនេះណាមានអ្វីខ្លះសប្តាហ៍ថ្ងៃនេះគិតឲ្យច្បាស់និយាយឲ្យខ្លួនឯងក្នុងចិត្តតិចថារនឹកថាតើយើងមានអ្វីសប្តាហ៍ថ្ងៃហើយខ្វះអ្វីអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនទាំងគ្នាចាប់ផ្ដើមណាចាប់ផ្ដើមមើលវីដេអូហើយកំពុងតែមើលពេលនេះឬក៏មើលពេលក្រោយពេលណាក៏ដោយសូមឲ្យពុកម៉ែបងប្អូនចាប់ផ្ដើមយកប៊ិចនិងសៀវភៅឆែកការគិតរបស់យើងឆែកមាត់របស់យើងតើយើងធ្វើដល់ដើរដល់ត្រឹមណាហើយដើរដល់ចំណុចមួយណាហើយចំណុចទី1ជាពិសេសសុខភាពខ្លួនឯងណាអញ្ចឹងតើសុខភាពរបស់យើងមានសុខភាពល្អគ្រប់យ៉ាងនៅឧទាហរណ៍ថាភ្នែករបស់យើងនេះអត់មានប៉ះពាល់អីទេភ្នែករបស់យើងនេះភ្លឺធម្មតាមានសុខភាពល្អពេញលេញហើយត្រចៀករបស់យើងស្ដាប់ភាសានិយាយឬមួយក៏ស្ដាប់អ្វីជុំវិញខ្លួនល្អហើយអត់មានបញ្ហាសុខភាពត្រចៀកទេហើយមាត់របស់យើងនេះតើនិយាយតែពាក្យល្អបានហើយឬនៅគិតវិជ្ជមានហើយឬនៅឬមួយក៏មាត់របស់យើងនិយាយតែពាក្យអវិជ្ជមាននិយាយពាក្យដែលយើងមិនចង់បានល្អអ្វីល្អរហូតតតែរបស់នោះបានសម្រេចចឹងតើយើងឆែកមើលខ្លួនយើងណាហើយច្រមុះរបស់យើងនេះហិតតែក្លិនអីមួយថ្ងៃ
ទៅហិតក្លិនក្រអូបឬមួយក៏ក្លិនល្អក្លិនធម្មតាក្លិនមានក្លិនល្អក្រអូបនិងក្លិនមិនល្អណាតើច្រមុះរបស់យើងមានបញ្ហាល្អអត់ហើយសាច់ពណ៌សាច់មុខរបស់យើងទម្រង់របស់យើងមានស្នាមញញឹមរហួយក៏អត់ទីបន្តទៀតតើពាក្យសម្ដីរបស់អ្នកចិត្តខាងដែលមកពាក់